ថ្ងៃប្រហ័សទី23កក្កដាត្រូវបានទីភ្នាក់ងារអូតូនិយមជប៉ុនដាក់ឈ្មោះហៅថា Kokushobi ថ្ងៃដែលមានសីតុណ្ហភាពក្តៅខ្លាំងយ៉ាងសាហាវជាទីបំផុតយ៉ាងហោចណាស់មានតំបន់ចំនួន6ទូទាំងប្រទេសដែលសីតុណ្ហភាពបានឡើងលើស40អង្សាសេជាក់ស្ដែងតំបន់ Hamamatsu ស្រុក Shizuoka ភាគកណ្ដាលប្រទេសដែលសីតុណ្ហភាពក្តៅជាងគេខ្ទង់41.1អង្សាសេនៅទីក្រុងតូក្យូដែលមានប្រជាជនរស់នៅប្រមាណ14លាននាក់និងតំបន់ក្បែរៗសីតុណ្ហភាពបានឡើងដល់40.8អង្សាសេក្រមសង្គ្រោះបន្ទាន់នៅទីក្រុងតូក្យូបានឲ្យដឹងថានៅក្នុងថ្ងៃពុធទី22កក្កដាតែមួយថ្ងៃប៉ុណ្ណោះគឺមានមនុស្សចំនួន453នាក់យ៉ាងតិចដែលត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួនមនុស្សចូលទៅសង្គ្រោះបន្ទាន់ក្នុងមួយថ្ងៃដោយសារសីតុណ្ហភាពក្តៅជ្រុលហួសហេតុនេះគឺច្រើនលើសកាលពីឆ្នាំ2010ដែលជាឆ្នាំឯកតេយ្យកម្មរួចទៅហើយក្រមសង្គ្រោះបន្ទាន់នៅក្រុងតូក្យូបានបញ្ជាក់ទៀតថានៅថ្ងៃពុធទី22កក្កដាគេបានអន្តរាគមន៍សង្គ្រោះមនុស្សដល់ទៅ3612នាក់ដែលនេះគឺជាតួលេខច្រើនលើសលប់បើរាប់ចាប់តាំងពីឆ្នាំ1963មកអាជ្ញាធរបានអំពាវនាវឲ្យមនុស្សពិសាទឹកឲ្យបានច្រើននិងស្ថិតនៅកន្លែងដែលមានម៉ាស៊ីនត្រជាក់ប្រសិនបើអាចធ្វើទៅបានសីតុណ្ហភាពក្តៅខ្លាំងបែបនេះក៏បានបង្កការលំបាកយ៉ាងខ្លាំងណាស់ដែរចំពោះអ្នកទេសចរដែលធ្វើដំណើរកម្សាន្តនៅជប៉ុនក្នុងអំឡុងពេលនេះមិនមែនតែក្រុងតូក្យូទេដែលមេឃក្តៅខ្លាំងនៅទីក្រុង Nagoya ស្រុក Aichi សីតុណ្ហភាពដ៏ក្តៅហួតហែងបណ្ដាលឲ្យមានមនុស្សយ៉ាងតិច116នាក់ត្រូវសង្គ្រោះបន្ទាន់ក្នុងថ្ងៃពុធសូមបញ្ជាក់ថាអស់មួយសប្តាហ៍មកហើយដែលអាជ្ញាធរអូតូនិយមជប៉ុនបានប្រកាសអាសន្នអំពីរលកកម្ដៅក្តៅខ្លាំងដែលបានបោកបក់មកលើជប៉ុនទាំងមូលយោងតាមអាជ្ញាធរជប៉ុនមួយសប្តាហ៍មកនេះមានមនុស្សសរុបចំនួនប្រមាណ 11000 នាក់ត្រូវបានគេបញ្ជូនយកទៅសង្គ្រោះបន្ទាន់ដែលក្នុងនោះមានស្លាប់ចំនួន14នាក់ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងយ៉ាងចម្លែកនេះកាលពីឆ្នាំទៅមិញសីតុណ្ហភាពក្តៅបំផុតនៅជប៉ុន 41.8 អង្សាសេត្រូវបានគេកត់ត្រាទុកនៅថ្ងៃទី8ខែសីហានៅតំបន់ Isesaki ភាគខាងជើងទីក្រុងតូក្យូបម្រែបម្រួលអាកាសធាតុសកលបានបង្កឲ្យមានអភូតហេតុអាកាសធាតុកាន់តែញឹកញាប់លើសពីសីតុណ្ហភាពក្តៅយ៉ាងចម្លែកអស្ចារ្យប្រជាជនជប៉ុនត្រូវប្រឈមនឹងខ្យល់ព្យុះភ្លៀងបោកបក់ដ៏កំណាច